បងប្អូនដឹងស្រាប់ហើយពាក់ព័ន្ធទៅនឹងបញ្ហាតម្រង់នោមដែលយើងគ្រប់គ្នាមានការបារម្ភហើយមានព័ត៌មានជាច្រើនដូចជាគ្រាន់តែការនោមញឹកសោះក៏គិតថាជាការខ្សោយតម្រង់នោមជាទូទៅតម្រង់នោមមិនមែនខ្សោយឲ្យសញ្ញាតាក់ទងការនោមញឹកទៅមុខទេអញ្ចឹងដើម្បីឲ្យដឹងថាតើតម្រង់នោមធ្វើការរបៀបម៉េចហើយមិនទៅបានហៅថាខ្សោយតម្រង់នោមអញ្ចឹងយើងគួរតែយល់ដឹងអំពីមុខងាររបស់តម្រង់នោមជាមុនសិនមុខងារតម្រង់នោមយើងនិយាយទៅស្រួលស្ដាប់ដូចភាសាខ្មែរអញ្ចឹងភាសាខ្មែរតម្រង់គឺទៅសេបែបនេះមានន័យថាគឺជាការត្រង់ហ្នឹងគឺត្រង់យកជាតិពុលចេញការត្រង់យកជាតិពុលហ្នឹងគឺនាទីអញ្ចឹងហើយទៅតម្រង់នោមមិនទៅតម្រង់នោមគឺជាសរីរាង្គមួយដូចថ្លើមដូចអីចឹងមានមកគូមានសងខាងឆ្វេងស្ដាំហើយកន្លែងដែលវាស្ថិតនៅហ្នឹងគឺអមសរសៃឈាមមកគូធំនៅហ្នឹងហើយសរសៃឈាមហ្នឹងឯងជាអ្នកនាំឈាមចូលក្នុងតម្រង់នោមហ្នឹងដើម្បីធ្វើការច្រោះជាលទ្ធផលចុងក្រោយបានคล้ายជាទំនោមរបស់យើងហ្នឹងហើយយើងនឹងនោមចេញតម្រង់នោមមានមកគូទាំងប្រុសទាំងស្រីខាងស្រីក៏មានតម្រង់នោមដែរអញ្ចឹងតាក់ទងផ្លូវទាំងនោមដូចគ្នាមានតម្រង់នោមមកគូដូចគ្នាតម្រង់នោមមានមុខងារជាច្រើនក្នុងនោះមានការច្រោះជាតិពុលចេញពីក្នុងឈាមឲ្យคล้ายជាជាតិពុលដែលបញ្ចេញតាមទឹកនោមរក្សាសម្ពាធឈាមរក្សាជាតិទឹកនិងរក្សាអេឡិចត្រូលីសនៅក្នុងឈាមមាននាទីចូលរួមក្នុងការផលិតអរម៉ូននិងចូលរួមសកម្មភាពផលិតវីតាមីន D សម្រាប់សុខភាពឆ្អឹងចំណែកខ្សោយតម្រង់នោមគឺសំដៅទៅលើការខ្សោយទៅលើមុខងារតម្រង់នោមមានន័យថាខ្សោយមុខងារដែលខ្ញុំបានរៀបរាប់ខាងលើបន្ថែមពីលើនោះដើម្បីវាស់ដឹងថាតើតម្រង់នោមយើងខ្សោយឬអត់អញ្ចឹងគេមានការវាស់នៅក្នុងຂະຫນាតមួយដែលគេគិតគឺសារធាតុពុលការវាស់កម្រិតនៃការច្រោះអញ្ចឹងសមត្ថភាពនៃការច្រោះរបស់តម្រង់នោមនឹងមានការថយចុះនោះមានន័យថាជាតិពុលនឹងកើនឡើងនៅក្នុងឈាមជាតិពុលដែលខ្ញុំនិយាយនោះគឺសារធាតុមួយយ៉ាងដែលឈ្មោះថា creatinine ដែលចេញមកពីចំណីអាហារយើងញ៉ាំសាច់ចូលទៅវានឹងបំបែកហើយនឹងចូលក្នុងឈាមហើយនឹងច្រោះចេញតាមទឹកនោមអញ្ចឹងខ្សោយតម្រង់នោមមិនមែនជាអាការៈមួយពាក់ព័ន្ធទៅនឹងផ្នែកសរីរាង្គខាងក្រោមនៅក្នុងប្លុកនោមក្នុងអីទេខ្សោយតម្រង់នោមគឺតាក់ទងទៅនឹងការច្រោះតម្រង់នោមតែម្ដងអញ្ចឹងនិយាយពីតម្រង់នោមម្ដងទៀតបើសិនបើដូចមានសំណួរមួយជាច្រើនថាគេបដូរតម្រង់នោមតែមិនមែនបដូរទេតែហ្នឹងគឺគេដាក់តម្រង់នោមមួយបន្ថែមគឺយកចេញពីអ្នកបរិច្ចាគមកដាក់នៅក្បែរនឹងប្លុកនោមដែលតម្រង់នោមដើមមានទីតាំងទៅនឹងចង្កេះសងខាងរបស់យើងអញ្ចឹងគេដាក់ថែមមួយទៀតមិនជាការវះកាត់យកចេញទេបាទនិយាយអំពីការនោមញឹកវិញការនោមធម្មតាមានវគ្គមានឃ្លាអញ្ចឹងមិនសុកនោមទេអញ្ចឹងចលនាការនៃការនោមហ្នឹងជាដំណើរមួយដែលចេញមកពីក្នុងប្លុកនោមនៅពេលដែលទឹកនោមដែលបញ្ចេញមកពីតម្រង់នោមនៅខាងលើហ្នឹងមកគូហ្នឹងហូរបំពេញនៅក្នុងប្លុកនោមនោះធ្វើឲ្យប្លុកនោមយើងមានអារម្មណ៍ថាចង់នោមគឺវាភ្ញួយទៅខួរក្បាលយើងបានយើងដឹងថាមានទឹកនោមពេញហើយយើងជឿនោមអញ្ចឹងប្រព័ន្ធបជាគឺមានបជាឲ្យដឹងហើយនឹងបជាឲ្យនោមពីខាងលើនឹងមកនៅខាងក្រោមមានសាច់ដុំមួយទៀតដែលពាក់ព័ន្ធទៅនឹងការកត្រាក់អញ្ចឹងបើសិនបើបិទអញ្ចឹងយើងនោមអត់ចេញទេអញ្ចឹងអាសាច់ដុំហ្នឹងមានទាំងខួរក្បាលហើយនឹងការកត្រាក់របស់ខ្លួនឯងបន្ថែមពីលើហ្នឹងក៏មានសាច់ដុំនៅលើប្លុកនោមខ្លួនឯងដែរអញ្ចឹងការកត្រាក់របស់ប្លុកនោមហ្នឹងក៏ធ្វើឲ្យយើងនោមញឹកដែរអញ្ចឹងគឺមានបញ្ហាច្រើនកន្លែងដែលពាក់ព័ន្ធនឹងការនោមញឹកហើយក៏មិនពាក់ព័ន្ធទាំងស្រុងជាមួយនឹងតម្រង់នោមដែលជាផ្នែកខាងលើអាចពាក់ព័ន្ធដែរក្នុងករណីដែលតម្រង់នោមយើងធ្វើការច្រោះទឹកនោមខ្លាំងក្រោមឥទ្ធិពលអរម៉ូនអីជាដើមអញ្ចឹងឬមួយក៏ថ្នាំមួយចំនួន